កាលពីព្រេងនាយពស់ថ្លាន់គឺជាស្ដេចសត្វដែលមានពីសាហាវបំផុតគ្រាន់តែវាលិតដានជើងមនុស្សតាមផ្លូវខ្សាច់ក៏អាចធ្វើឲ្យមនុស្សស្លាប់ភ្លាមដោយអំណាចពីសដ៏អស្ចារ្យថ្ងៃមួយមានប្តីប្រពន្ធមួយគូដើរកាត់មុខរនវាពស់ថ្លាន់ក៏លិតដានជើងពួកគេរហូតដល់ពួកគេស្លាប់បាត់បង់ជីវិតក្រោយពេលត្រឡប់ទៅដល់ផ្ទះឪពុកម្ដាយវិញឃើញអ្នកភូមិផ្អើលធ្វើបុណ្យសពពស់ថ្លាន់ក៏សួរទៅក្អែកបោកប្រាស់ថាគេអរព្រោះពីស្បងឯងលេងពូកែលិតដានជើងគេក៏គេមិនស្លាប់ដែរពស់ថ្លាន់នៅដូច្នោះក៏ខឹងនឹងខ្លួនឯងយ៉ាងខ្លាំងរួចក៏សម្រេចចិត្តក្អែពីសដុំហេម៉ាចេញពីក្នុងខ្លួនឲ្យអស់គ្មានសល់ឡើយហ្វូងសត្វជាច្រើនក៏នាំគ្នាមកដណ្ដើមយកពីសនោះពស់វែកយកបានពីសមុំទើបមានពីសសាហាវឯសត្វក្អែបខ្ទួយនិងស្រមោចបានត្រឹមយកចុងត្រនិចមកជ្រលក់ប៉ុណ្ណោះចាប់តាំងពីពេលក្អែពីសចោលមកពស់ថ្លាន់ក៏ក្លាយជាសត្វដែលគ្មានពីសនិងបាត់បង់ឫទ្ធិអំណាចមហិមារហូតមកដល់សព្វថ្ងៃនេះហើយជាប្រវត្តិពស់ថ្លាន់ក្អែបរឿងរ៉ាវនេះបានអប់រំយើងថាកុំឆាប់ជឿតាមការញុះញង់ពីអ្នកដទៃដោយខ្វះការពិចារណាជាពិសេសកុំសម្រេចចិត្តក្នុងពេលខឹងឆេវឆាវព្រោះវាអាចធ្វើឲ្យយើងខាតបង់នូវអំណាចនិងតម្លៃខ្លួនឯងរហូតសោកស្ដាយអស់មួយជីវិតដូចជាសត្វពស់ថ្លាន់ដូច្នោះដែរ